លោកអ្នកនាងកំពុងស្ដាប់ការផ្សាយរបស់វិទ្យុជាតិត្បូងឃ្មុំ FM 88 MHz លំដាប់តទៅនេះសូមជូនព័ត៌មានខ្លីបណ្ដាមេដឹកនាំអឺរ៉ុបសន្យារួបរวมគ្នាបន្ទាប់ពីមានការខ្វែងគំនិតខ្លះមុនកិច្ចប្រជុំកំពូល NATO ទីក្រុង Brusselsកាលពីថ្ងៃពុធសប្តាហ៍នេះមេដឹកនាំនៃបណ្ដាប្រទេសអឺរ៉ុបបានបញ្ជាក់ជាថ្មីអំពីការបដិញ្ញាចិត្តចំពោះភាពជាដៃគូលើវិស័យការពារជាតិកាន់តែរឹងមាំនៅមុនកិច្ចប្រជុំកំពូលបកសម្ព័ន្ធមិត្តយោធា NATO បន្ទាប់ពីចំនួនបន្តជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump និងភាពតានតឹងក្នុងចំណោមសមាជិកអឺរ៉ុបសំខាន់ៗនេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃប្រហោះទី25ខែមិថុនាឆ្នាំ2026អធិការធិបតីអាល្លឺម៉ង់លោក Friedrich Merz ដែលបានអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញមកកាន់ទីក្រុងប៊ែឡាំងបាននិយាយថាកិច្ចប្រជុំកំពូល NATO ពីថ្ងៃទី7ដល់ថ្ងៃទី8ខែកក្កដានៅទីក្រុងអង្ការ៉ានឹងជាពេលវេលាដើម្បីបង្ហាញពីការបដិញ្ញាចិត្តរបស់អឺរ៉ុបក្នុងការដើរតួនាទីជាអ្នកដឹកនាំដ៏រឹងមាំជាងមុនលើវិស័យការពារជាតិលោក Merz គូបញ្ជាក់ថាយើងចង់បន្តសម្ព័ន្ធភាពឡើងវិញយើងកំពុងពង្រឹងសសរស្តម្ភអឺរ៉ុបចំណែកសេចក្តីថ្លែងការណ៍រួមបានលើកឡើងពីការបដិញ្ញាចិត្តដ៏រឹងមាំនៃបណ្ដាមេដឹកនាំចំពោះសន្តិសុខអឺរ៉ុបអាត្លង់តិកនិងចំណងអន្តរអាត្លង់តិកគួរបញ្ជាក់ថាការអញ្ជើញមេដឹកនាំអង់គ្លេស បារាំង អ៊ីតាលី និងប៉ូឡូញទៅកាន់ទីក្រុងប៊ែឡាំងនាពេលនេះបានធ្វើឡើងបន្ទាប់ពីមានឧបទ្ទហេតុច្រើនបង្កភាពតានតឹងជុំវិញបញ្ហាការពារជាតិនិងសន្តិសុខក្នុងចំណោមដៃគូធំៗនៅអឺរ៉ុបអាល្លឺម៉ង់ បារាំង និងអង់គ្លេសដែលគេហៅថាមហាអំណាចអឺរ៉ុបអ៊ីស្រាអែលក៏បានប្រឈមមុខនឹងការរិះគន់ពីប្រទេសអឺរ៉ុបមួយចំនួនរួមទាំងទីក្រុងរ៉ូមនិងវ៉ាសូវីផងដែរដែលថាប្រទេសទាំង3បានរារាំងប្រទេសដទៃពីការពិភាក្សាជាមួយអ៊ុយក្រែនទីក្រុងប៊ែឡាំងនិងទីក្រុងប៉ារីសមានគម្រោងផលិតយន្តហោះចម្បាំងរួមគ្នា FCAS ដែលពន្យាពេលមកយូរហើយនឹងត្រូវបានបោះបង់ចោលដោយសារភាពមិនចុះសម្រុងខាងយុទ្ធសាស្ត្រនិងការគ្រប់គ្រងដែលសពបញ្ជាក់ពីការលំបាកដែលអឺរ៉ុបជួបប្រទះក្នុងការកសាងឡើងវិញនៅផ្នែកការពាររបស់ខ្លួនខណៈលោកត្រាំកាន់តែងាកចេញពីអង្គការ NATOព័ត៌មានខ្លីដែលលោកអ្នកនាងបានស្ដាប់ពីវិទ្យុជាតិត្បូងឃ្មុំនៅពេលនេះសូមចប់តែប៉ុណ្ណេះលោកអ្នកនាងរងចាំតាមដានស្ដាប់ព័ត៌មានខ្លីរបស់វិទ្យុយើងនៅពេលក្រោយជាបន្តទៀតសូមអរគុណ